Okay សួស្តីបងប្អូនគ្នាបាទអញ្ចឹងនៅក្នុងមេរៀននេះយើងនឹងរៀនជាមួយគ្នាអំពីរបៀបនៃការ set up បាទរបៀបនៃការ set up home folder នៅក្នុងActive Directory User ក្នុង Windows Server 2022បាទអញ្ចឹងក្នុង scenario របស់យើងនេះគឺយើងនឹង create share folder មួយសម្រាប់ user ដែល share folder របស់យើងនោះគឺវា store ទុកនៅក្នុង Windows Server របស់យើងបាទអញ្ចឹងដោយយើងអត់មាន file server អញ្ចឹងយើងបង្កើតបាទមានន័យថាយើងបង្កើត share folder របស់យើងនៅក្នុង Windows Server Active Directory domain service របស់យើងតែម្ដងបាទអញ្ចឹងបើ best practice មែនតើទៅគឺយើងត្រូវមាន file server មួយបាទដើម្បី store ជា file មួយបាទដើម្បី store ជា file របស់ user ទាំងអស់បាទដើម្បីឲ្យ user គាត់ access មកកាន់ file របស់គាត់ហ្នឹងពី server បាទធ្វើបែបនេះដើម្បីឲ្យមានភាពងាយស្រួលមិនថាគ្រប់ user ទាំងអស់បាទគឺគាត់ store នៅក្នុង file server របស់យើងជាលក្ខណៈកណ្ដាលគេហៅ central data store ហ្នឹងដើម្បីមានភាពងាយស្រួលក្នុងការ backup បាទនៅក្នុងការ maintain ក្នុងការថែរក្សា file របស់គាត់បាទអូខេអញ្ចឹងដើម្បីអាច set up បានគឺយើងមាន server មួយហើយនិង client មួយដើម្បីធ្វើការ testing អញ្ចឹង scenario របស់យើងគឺមាន3ទី1គឺយើងបង្កើត share folder ទី2គឺយើង add profile ក្នុង user ទី3គឺយើង test access home folder ពី Windows 11បាទអូខេអញ្ចឹងយើង remote ទៅកាន់ Windows Server ទាំងអស់គ្នាអូខេបាទអ្នកនរគ្នាអញ្ចឹងនេះខ្ញុំ log in ចូលទៅក្នុងWindows Server របស់ខ្ញុំបាទអូខេខ្ញុំសូមបិទចេញសិនបាទអញ្ចឹងនេះគឺជា Windows Server របស់យើងបាទអញ្ចឹងជំហានដំបូងគឺយើងទៅបង្កើត share folder មួយអញ្ចឹងយើងចូលទៅបង្កើត folder យើងចុចនៅលើ this PC នេះមកអញ្ចឹងដោយសារខ្ញុំមានតែមួយ drive បាទមានតែមួយ drive អញ្ចឹងខ្ញុំចូលទៅ share folder នៅក្នុង drive C តែម្ដងនេះដល់បើ best practice គឺយើងត្រូវ share វាក្រៅពី drive D ថាយើងអាចដាក់ drive share វាខុសពី drive C បាទយើងអាចដាក់ទៅក្នុង drive D ឬក៏នៅ server ផ្សេងមួយទៀតចឹងទៅអញ្ចឹងនៅក្នុង lab របស់យើងនេះគឺខ្ញុំបង្ហាញដាក់នៅក្នុង drive C អញ្ចឹងខ្ញុំបង្កើត folder មួយខ្ញុំដាក់ថា ACC department អូខេអញ្ចឹង folder ACC department នេះគឺសម្រាប់យុគឋាន accounting បាទអញ្ចឹងយើងដាក់ testing បែបហ្នឹងមក ACC accounting department right click យក property អូខេអញ្ចឹងនៅក្នុង property នេះគឺយើង share បាទចុចនៅលើប៊ូតុង share នេះមកហើយយើង select នៅលើ advanced sharing អូខេបន្ទាប់មកគឺយើង select នៅលើ share folder អូខេអញ្ចឹងនៅកន្លែងនេះគឺយើងមានន័យថាយើងដាក់ share name របស់យើងគឺ account department បាទជាទូទៅគឺយើងអត់ចង់ឲ្យ user ដទៃផ្សេងទៀតឃើញ folder មេហ្នឹងទេគឺយើងប្រើសញ្ញាដុល្លារបាទសញ្ញាដុល្លារនៅខាងចុងនេះមានន័យថា hidden បាទ hide បាទគឺលាក់ទុក folder របស់យើងហ្នឹងមិនឲ្យ user ឃើញទេអូខេព្រោះយើងអត់ចង់ឲ្យគាត់ access ចូលក្នុង folder ធំ folder root ណាបាទបន្ទាប់មកអ្នកនរ select នៅលើ permission គឺ permission គឺយើងដាក់ full control បាទឲ្យគាត់ access full control តែម្ដងបាទ select នៅលើ full control នេះ apply ហើយ OK តែម្ដងបាទ apply ហើយ OK បាទអញ្ចឹងនេះគឺជាបាទ share path network path share របស់យើងហ្នឹងអូខេយើង copy វាទុកទៅយើងនឹងទៅ configure វានៅពេលក្រោយទៀតបាទបន្ទាប់មកអ្នកនរយើងចូលទៅ security select នៅលើ advanced sharing បាទហើយយើងទៅ disable inherit បាទ disable inherit ហើយយើង convert បាទ select យក convert inherit permission explicit permission អូខេ select នេះមកបាទអូខេអញ្ចឹងបន្ទាប់មកគឺយើង remove user បាទនេះ user បាទ user demo special permission នេះយើង remove ចេញបាទហើយនឹង user មួយនេះ read and execute នេះយើង remove ចេញដូចគ្នាដែរបាទហើយយើងចុច apply OK តែម្ដងហើយ OK បាទប៉ុណ្ណឹងរួចរាល់ហើយគឺយើងចូលទៅកាន់ Active Directory User and Computer
បាទបន្ទាប់មកយើងចុច select នៅលើ tool យក Active Directory user and computer បាទ select ទៅនេះមក អូខេបន្ទាប់មកគឺយើងឃើញ Active Directory user របស់យើងនេះហើយខ្ញុំនឹងចូលទៅកាន់បាទ Accounting Department OU នេះអញ្ចឹងមាន3 user ដែលខ្ញុំនឹង set up home folder អញ្ចឹងអ្នកនរយើង select ទាំងអស់មក right click ហើយយក property បាទ select នៅលើ profile អូខេ home folder select លើ home folder ហើយ select នៅលើ connect បាទ by default កន្លែងនេះគឺយើង map network drive យើងអាចដាក់ drive H ឬក៏ drive A មួយទៅចឹងអូខេអញ្ចឹងខ្ញុំប្រើ drive H ហើយយើង pass UNC path share folder របស់យើង path របស់យើងមិញហ្នឹងដែល copy ទុកណាបាទនេះអញ្ចឹងគឺយើង access ទៅតាម UNC path នេះបាទគឺ //adds/tc2 ACC department $អញ្ចឹងបាទអូខេអញ្ចឹងដើម្បីឲ្យវា auto ចាប់យក user ហើយនឹងបង្កើត folder automatic គឺយើង /% username ភាគរយបាទអញ្ចឹងយើងនឹងចុច apply នៅពេលដែលយើងចុច apply ទៅautomatic វានឹងបង្កើត folder ឲ្យយើងនៅខាងក្នុងនេះតែម្ដងបាទនៅក្នុង account នេះបាទនេះអញ្ចឹងអត់ទាន់ឃើញទេបាទនៅពេលដែលខ្ញុំចុច apply ទៅវានឹងបង្កើតទៅតាម user account នីមួយៗនេះខ្ញុំចុច apply អូខេបាទអញ្ចឹងយើងឃើញតែម្ដងនេះបាទអញ្ចឹងគឺយើងមាន3 user អញ្ចឹងក៏មាន3 folder ដូចគ្នានៅក្នុងនេះដែរអញ្ចឹងវាចាប់យក user login បាទនៅពេលដែលយើងប្រើភាគរយអញ្ចឹងគឺវាចាប់យក user login តែម្ដងដូច ACC1 នេះគឺជា account login នេះអញ្ចឹងចូលមក ACC នៅកន្លែង account បាទនេះគឺជា account log on name ACC លេខ1ចុះ folder របស់យើងក៏វាបង្ហាញនៅ ACC លេខ1ដែរដូចគ្នាបាទយើងចូលទៅមើល NTFS permission បាទ select នៅលើ folder right click property យើងចូលទៅលើ security បាទនេះយើងឃើញថាបាទ user account ACC លេខ1នេះគឺគាត់មាន set permission របស់គាត់ហ្នឹងគឺ full control តែម្ដងអញ្ចឹងក្រោយពីយើង set up បានបែបនេះហើយអូខេយើងមកមើលកន្លែងនេះបាទនេះចុះ folder នេះនឹង map network drive ទៅឲ្យ user របស់យើងគឺជា home folder នៅក្នុង computer Windows 11តែម្ដងបាទអូខេអញ្ចឹងដើម្បី testing គឺយើង remote ចូលទៅកាន់ Windows 11របស់យើងអូខេអញ្ចឹងនេះជា Windows 11បាទអូខេ Windows 11អញ្ចឹងខ្ញុំនឹង log in ចូលបាទ add user មកយើង log in ចូលដោយប្រើ user ACC លេខ1អូខេហើយយើងដាក់ password ចូលមកអូខេអញ្ចឹងនៅពេលដែលយើង log in ចូលបែបនេះហើយuser របស់យើងហ្នឹងគាត់នឹងមាន folder មួយ home folder របស់គាត់មួយដែលគាត់អាចបង្កើត file បង្កើត folder ដាក់តម្លាក់ដាក់ចូលខាងក្នុងហ្នឹងប្រៀបបានដូចជា local drive របស់គាត់មួយដែរតែជាក់ស្ដែងគឺ file ទាំងអស់ហ្នឹង save ទុកនៅលើ Windows server បាទអូខេអូខេអញ្ចឹងក្រោយពីយើង log in រួចរាល់ហើយយើងចូលទៅ File Explorer នេះ File Explorer របស់យើងនេះមកយើង select លើ This PC បាទអញ្ចឹងយើងនឹងឃើញមានបាទ Map Network Drive មួយនៅទីនេះអញ្ចឹងអ្នកនរអាច double click លើហ្នឹងមកអូខេយើង right click បាទមកស្ដាំលើហ្នឹងមកយកបង្កើត folder មួយអូខេអញ្ចឹងខ្ញុំដាក់ថា ACC invoice ឧទាហរណ៍ចុះអូខេ invoice អូខេនេះអញ្ចឹងខ្ញុំបង្កើត folder នៅលើហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំបង្កើត folder នៅលើ computer client នេះនៅក្នុង computer server បាទយើងចូលមកលើ server នេះក៏ឃើញមាន folder នឹងដូចគ្នាដែរអូខេនេះ folder ACC នេះបាទយើងចូលទៅ account លេខ1ទៅនេះឃើញទេអញ្ចឹងមានថា
ពេលដែល user គាត់បង្កើត file បង្កើតអីទៅគឺគាត់ store ទុកនៅលើ server បាទអរគុណច្រើនសម្រាប់វីដេអូមួយនេះអញ្ចឹងអ្នកនរគ្នាអាចយកទៅអនុវត្តបានអូខេយើងជួបគ្នានៅមេរៀនបន្តទៀតណា